សួស្តីបងប្អូននេះរបៀបយើង log up កាក់របស់យើងអញ្ចឹងបងប្អូនចូលមកផាយមកតបមកចុចtrade 3នេះតបមកយកពាក្យថា mainnet អញ្ចឹងបងប្អូនត្រូវយកពាក្យ configure log up rate អញ្ចឹងបន្ទាប់ពីបងប្អូនបង្កើតគណនីផាយហើយអញ្ចឹងការងារបន្ទាប់ដើម្បីឲ្យកាក់របស់យើងម៉ាញបានច្រើនអញ្ចឹងពីដំបូងសូម្បីតែខ្ញុំក៏អត់ដឹងអញ្ចឹងខ្ញុំដាក់កាក់របស់ខ្ញុំ 100% log up percentage ហើយ log up duration ខ្ញុំដាក់13ឆ្នាំអញ្ចឹងគណនីផាយរបស់យើងវាក្របរូ KYC អញ្ចឹងឥឡូវបងប្អូនដើម្បីឆាប់ទទួលបានការ proof KYC ពីក្រុមហ៊ុនអញ្ចឹងបងប្អូន log up percentage នេះបងប្អូនយកតែ 50% បានហើយ log up duration នេះបងប្អូនយកតែ2សប្តាហ៍បានហើយអញ្ចឹងវាបានភាគរយតិចប៉ុន្តែនៅពេលដែលបងប្អូនបានទទួលការ proof KYC ចំណុចលេខ1ដល់លេខ9យើងដែលយើងត្រូវពេញឯកសារអញ្ចឹងនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងដាក់ចំណុចហ្នឹងអញ្ចឹង KYC approve ហើយចំណុចពីលេខ1ដល់លេខ9វាចេញ Q ទាំងអស់អញ្ចឹងបងប្អូននឹងឆាប់បាន migration កាក់របស់បងប្អូនចូលទៅកាបូបលុយហើយបន្ទាប់ពីហ្នឹងបងប្អូនអាចដំឡើងវាមក90% ឬក៏អានេះឡើងមក6ខែអាហ្នឹងបងប្អូនចាំកំណត់វាតាមក្រោយបានតែរបស់ខ្ញុំដោយសារខ្ញុំដាក់13ឆ្នាំហើយអញ្ចឹងកាយអត់បានទេណាមួយកាក់របស់ខ្ញុំវាអត់ទាន់ migrate ចូល wallet បានម្ដងអញ្ចឹងនេះគ្រាន់តែជាឧទាហរណ៍ឲ្យបងប្អូនមើលអញ្ចឹងយើងយក 50% អានេះយក2សប្តាហ៍មកតបមកបងប្អូនយកពាក្យថានេះ increase commitment អញ្ចឹងសាកខ្ញុំចុចមើលអញ្ចឹងដោយសារថារបស់ខ្ញុំនេះគឺខ្ញុំមក set up វាហើយអញ្ចឹងអត់អាចកែប្រែទេណាមួយកាក់របស់ខ្ញុំអត់ទាន់ migration ទៅ wallet តែនេះគ្រាន់តែឧទាហរណ៍សម្រាប់បងប្អូនលើកដំបូងគឺបងប្អូនចុច increase commitment មកគឺបានចឹងដូចមានតែហ្នឹងទេដែលបងប្អូនត្រូវធ្វើអញ្ចឹងការងារបន្តទៀតត្រូវធ្វើអីខ្ញុំនឹងមានវីដេអូបន្តប្រាប់បងប្អូន